សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងជួបគ្នាម្ដងទៀតហើយជាមួយនឹងវីដេអូពាក់ព័ន្ធនឹងរឿងព្រំដែនកម្ពុជាថៃខ្ញុំសូមធ្វើបច្ចុប្បន្នភាពជូនបងប្អូនយើងថែមបន្តិចទៀតដោយកាលពីព្រឹកមិញនេះអ្នកនាំពាក្យក្រសួងការបរទេសបាទគឺបានលើកឡើងពាក់ព័ន្ធជាមួយនឹងការរៀបចំកិច្ចប្រជុំទ្វេភាគីគឺកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះណាគឺកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះហើយជួបគ្នានៅថ្ងៃទី14មិថុនាឆ្នាំ2025នេះហើយគឺនៅរាជធានីភ្នំពេញតែម្ដងបើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានឹងគឺបានបញ្ជាក់ឲ្យដឹងដែរថាកម្ពុជានឹងក៏បានជូនព័ត៌មាននឹងទៅខាងភាគីថៃរួចហើយបាទយើងឃើញថាកាលពីមានការប៉ះទង្គិចហើយភ្លាមមេតបកម្ពុជាក៏ដូចជាមេតបថៃក៏បានជួបគ្នាចរចាកាលនោះមានលទ្ធផលមួយចំនួនហើយអញ្ចឹងទេយើងចាំមើលថាតើកិច្ចជំនួបនៅថ្ងៃទី14ដែលជាជំនួបលើកទី2ក្រោយពីមានការប៉ះទង្គិចហ្នឹងតើនឹងសម្រេចបាននៅលទ្ធផលបែបណាបាទនឹងមានលទ្ធផលវិជ្ជមានអ្វីខ្លះទេដល់ពេលនោះចាំខ្ញុំនឹងជម្រាបជូនបងប្អូនរបស់យើងជាបន្តទៅទៀតប៉ុន្តែភ្ជាប់គ្នាជាមួយនឹងរឿងចរចាទ្វេភាគីដូចបងប្អូនយើងបានដឹងហើយថាទាំងសម្ដេចហ៊ុនម៉ាណែតនិងសម្ដេចហ៊ុនសែនសុទ្ធតែបានអះអាងពីការនាំយកនៅវិវាទពាក់ព័ន្ធនឹងបញ្ហាព្រំដែនដូចជាករណីនៅតំបន់ប្រាសាទតំបន់តូចប្រាសាទតំបន់ធំប្រាសាទតាកបីហើយនិងនៅតំបន់មុំ3ដែលទើបផ្ទុះថ្មីហ្នឹងណាគឺយកទៅកាន់តុលាការយុត្តិធម៌អន្តរជាតិតែម្ដងដើម្បីឲ្យតុលាការនឹងជួយកាត់ក្តីរកអ្នកខុសអ្នកត្រូវព្រោះមិនអញ្ចឹងទេបានន័យថាចំនួនហ្នឹងវាដោះស្រាយមិនចប់ទេនៅតែរ៉ាំរ៉ៃម្ដងជាពីរដងអីចឹងនេះបើតាមការអះអាងពីភាគីរបស់ខាងកម្ពុជាប៉ុន្តែយើងងាកទៅមើលថៃដូចជាមិនចង់ទេមិនចង់យកបញ្ហាហ្នឹងទៅដល់ដៃរបស់តុលាការយុត្តិធម៌អន្តរជាតិនោះទេហើយតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃចេញនៅថ្ងៃ4មិថុនានឹងដែរគឺបានបញ្ជាក់ពីការបដិញ្ញាចិត្តនៅក្នុងការព្យាយាមធ្វើការជាមួយកម្ពុជាដោយថៃនឹងគោរពទៅតាមលក្ខន្តិកៈឬក៏គោរពទៅតាមបទដ្ឋាននៃការចរចានានាដោយផ្អែកទៅលើផុសតាងក៏ដូចជាឯកសារពាក់ព័ន្ធផ្សេងៗនិងច្បាប់អន្តរជាតិផងដែរដើម្បីយកមកចរចារួមគ្នាទៅដើម្បីបញ្ចប់នៅបញ្ហាហ្នឹងកុំឲ្យមានការយល់ច្រឡំហើយជាមួយគ្នាថៃក៏សង្ឃឹមថាការចរចានឹងអាចប្រព្រឹត្តទៅបានធ្វើទៅបានរួមគ្នាហើយកម្ពុជានឹងមានការឯកភាពនៅក្នុងការចរចាទ្វេភាគីនេះយើងមិនទាន់ដឹងថាយ៉ាងណាទេបងប្អូនយើងចាំមើលការឆ្លើយតបពីខាងភាគីរដ្ឋាភិបាលកម្ពុជាមួយថាតើព្រមចរចានៅត្រឹមតែប៉ុណ្្នឹងចប់ឬក៏យ៉ាងណាអញ្ចឹងវាភ្ជាប់គ្នាទៅខាងលើដែលខ្ញុំនិយាយមិញថាយើងរងចាំមើលពីករណីដែលមានការចរចាលើកទី2នៅទីក្រុងភ្នំពេញនៅថ្ងៃ14មិថុនាណាតើនឹងមានលទ្ធផលយ៉ាងណាបន្ថែមទៀតបាទនេះគឺជាបច្ចុប្បន្នភាពថ្មីពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវនៃចំនួនព្រំដែនរវាងកម្ពុជាជាមួយនឹងថៃបាទសូមរំលឹកជូនបងប្អូនយើងបន្តិចចុះបាទយើងឃើញហើយថាដំបូងឡើយនោះគឺវិវាទពាក់ព័ន្ធជាមួយនឹងនៅតំបន់ប្រាសាទតាមាន់បាទប្រាសាទតាមាន់ធំដែលកាលនោះមាននៅរឿងរ៉ាវមកប្រើហើយបាទហើយអស់ពីរឿងប្រាសាទតំបន់ធំមកគឺចាប់ផ្ដើមផ្ទុះអាវុធថ្មីនេះគឺនៅតំបន់មុំ3បាទតំបន់មុំ3ដែលមានការបាញ់ប្រហាររហូតស្លាប់កងទ័ពរបស់កម្ពុជាយើងម្នាក់ណាអញ្ចឹងហើយរហូតមកដល់ពេលនេះគឺពុំទាន់មានអីអ្វីគួរឲ្យកត់សម្គាល់ទេក្រៅពីការបង្ហាញនៅចំហរៀងខ្លួនហើយទន្ទឹមគ្នាភាគីទាំងសងខាងក៏បានត្រៀមទ័ពនៅតំបន់ព្រំដែនរួចហើយដែរបានន័យថាការពារគេរួមមានហានិភ័យនឹងមួយកាត់ឡើងជាយថាហេតុទន្ទឹមនឹងការប្រើប្រាស់នៃយន្តការផ្លូវច្បាប់ឬក៏យន្តការការទូតដើម្បីចរចាគ្នាហើយកម្ពុជាបដិញ្ញាដូចខ្ញុំលើកខាងដើមមិញនេះថានឹងយករឿងហ្នឹងទៅ ICJ មកតុលាការយុត្តិធម៌អន្តរជាតិកាត់ក្តីឲ្យប៉ុន្តែថៃនឹងថាចង់ចរចានឹងទ្វេភាគីសិនមិនចង់ឲ្យភាគីទី3ចូលមកលូកលាន់កិច្ចការនឹងទេហើយយើងមិនដឹងថាចេតនាយ៉ាងណាដែរទេបាទប៉ុន្តែតាមសម្ដេចហ៊ុនសែនធ្លាប់បានលើកកន្លងមកថាបើសិនជាថៃមិនព្រមទៅទេតើមានចេតនាអ្វីឲ្យប្រកាសមានរឿងអីនៅពីក្រោយបានជាមិនព្រមមិនចង់ដោះស្រាយពីបញ្ហានឹងឲ្យបានចប់សពគ្រប់ទេជាមួយនឹងឡាវជាមួយវៀតណាមសម្ដេចថាបានចរចាមួយគ្នាសម្រាប់ការបោះបកគោលព្រំដែននឹងរហូតដល់ជាង80%ទៅហើយប៉ុន្តែជាមួយថៃ25ឆ្នាំហើយបានន័យថាសម្ដេចធ្វើការ23ឆ្នាំហើយរដ្ឋាភិបាលថ្មីធ្វើការប្រមាណជា2ឆ្នាំនេះទៀតហើយប៉ុន្តែដូចជាមិនទាន់ធ្វើអីបានទេមិនទាន់អាចសម្រេចលទ្ធផលបានអីទេក្រៅតែពីត្រឹមតែបានដើររកបកគោលព្រំដែនចាស់សល់ពីសម័យបារាំងណា
ដែលមានការបោះបកគោលតែប៉ុណ្ណឹងទេអត់មានអីវិវត្តទៅមុខទេអញ្ចឹងហើយបានជាសម្ដេចចង់យកអារឿងហ្នឹងទៅដោះស្រាយនៅ ICJ ឲ្យជាប់ស្រឡះទៅណាកុំឲ្យវាមានបញ្ហាតទៅទៀតអរគុណបងប្អូនទាំងអស់គ្នាអញ្ចឹងសូមសង្ខេបត្រឹមប៉ុណ្្នឹងចុះវីដេអូនៅថ្ងៃនេះបាទហើយជួបគ្នានៅវីដេអូក្រោយទៀតហើយបើសិនជាបងប្អូនគោរពស្រឡាញ់ចង់តាមដានព័ត៌មានឬក៏ចង់តាមដានវីដេអូពាក់ព័ន្ធនឹងការកំសាន្តផ្សេងៗសូមជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងបាទអញ្ចឹងទេអរគុណជម្រាបលា